រដ្ឋមន្ត្រីធម្មពលរបស់ប្រទេសគុយបាបានប្រមានការពីថ្ងៃពុធថាវិបត្តិធម្មពលដ៏ធ្ងន់ធ្ងររបស់ប្រទេសគុយបាហៀបនឹងក្លាយជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយពុំធ្លាប់មានរបស់ខ្លួនលោកដុល្លារអូឡាវីដែលជារដ្ឋមន្ត្រីធម្មពលលើកឡើងបែបនេះនៅក្នុងការផ្សាយពិសេសតាមកញ្ចក់ទូរទស្សន៍របស់រដ្ឋមួយកាលពីថ្ងៃពុធដោយអះអាងថាតាមរយៈការជួយផ្គត់ផ្គង់ប្រេងពីប្រទេសរុស្ស៊ីដែលគិតត្រឹមចុងខែមីនាគឺប្រទេសគុយបាបានអស់នោះហើយនៅចំពេលស្ថានភាពកំពុងតែតានតឹងនឹងវឹកវរនេះនៅក្នុងប្រទេសគុយបាពលរដ្ឋបានបំបែកគ្នាជាក្រុមតូចៗដើរតាមដងផ្លូវពេលយប់មិនដាច់នៅក្នុងដៃពួកគេម្នាក់ៗមានឆ្នាំងនឹងខ្ទះគោះជាសញ្ញាបង្ហាញពីការមិនពេញចិត្តចំពោះរដ្ឋាភិបាលនិងប្រមានពីការតវ៉ាចំពោះវិបត្តិធម្មពលប្រេងឥន្ធនៈនៅពេលនេះយ៉ាងណាលោកដុល្លារអូឡាវីបាននិយាយថាការគ្មានធម្មពលនេះវាគប់ជួនណាស់ពេកនៅចំពេលដែលរដូវក្តៅកាន់តែខ្លាំងកំពុងតែវាយប្រហារដែលធ្វើឲ្យដែនដីនៃកោះគុយបាត្រូវជួបបញ្ហាដូចនេះមិនតែប៉ុណ្ណោះប្រេងឥន្ធនៈដែលរដ្ឋាភិបាលបំរុងទុកសម្រាប់ដំណើរការអគ្គិសនីដែលមាននៅលើកោះការ៉ាប៊ីននេះក៏បានប្រើអស់នោះហើយដែរមកដល់ពេលនេះរដ្ឋាភិបាលគុយបាគ្មានប្រេងមកសុទ្ធទៀតនោះទេចាប់ពីមានការវាយប្រហាររបស់សហរដ្ឋអាមេរិកមកលើសម្ព័ន្ធមិត្តដែលសម្បូរប្រេងរបស់ប្រទេសគុយបាកាលពីខែមករាពេលនេះមិនថារងឬសម្ព័ន្ធមិត្តរបស់ពួកប្លុកកុម្មុយនីសនោះទេគឺសុទ្ធតែត្រូវប្រឈមគ្មានធម្មពលប្រេងឥន្ធនៈប្រើប្រាស់សឹងគ្រប់គ្នារីឯរដ្ឋការរបស់លោកត្រាំវិញចោទប្រកាន់ថារដ្ឋបាលគុយបាកំពុងបង្ហាញការគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិកហើយកោះដែលគ្រប់គ្រងដោយរបបកុម្មុយនីសមួយនេះនឹងត្រូវប្រឈមទៅនឹងការបិទផ្លូវប្រេងមិនខុសពីរដ្ឋដទៃទៀតនោះប៉ុន្មាននោះឡើយក្រៅពីការដឹកជញ្ជូនប្រេងរបស់ប្រទេសរុស្ស៊ីមួយគ្រឿងដែលជាអំណោយរបស់សម្ព័ន្ធមិត្តរបស់ខ្លួនមន្ត្រីគុយបាបាននិយាយថាពួកគេត្រូវសេតវិមានកាត់ផ្តាច់ពីការដឹកជញ្ជូនប្រេងនេះអស់រយៈពេលជាង4ខែមកហើយការផ្គត់ផ្គង់ប្រេងឥន្ធនៈពីប្រទេសរុស្ស៊ីសម្រាប់គុយបាប្រើប្រាស់បានត្រឹមតែដើមខែឧសភាប៉ុណ្ណោះដោយឡែកប្រជាជនគុយបាវិញនៅពេលនេះកំពុងប្រឈមការដាច់ភ្លើងជាប្រចាំដែលពេលខ្លះមានរយៈពេលពេញមួយថ្ងៃក៏មានដែរប្រជាជនគុយបាមួយចំនួនឥឡូវនេះត្អូញត្អែថាពួកគេមិនទទួលបានធម្មពលគ្រប់គ្រាន់ដើម្បីសាករបស់ប្រើប្រាស់ដូចជាម៉ូទ័រអេឡិចត្រូនិកឬសូម្បីតែទូរស័ព្ទដៃនោះឡើយមិនតែប៉ុណ្ណោះការខ្វះខាតកាន់តែខ្លាំងគឺពុំមានធម្មពលដើម្បីដោះស្រាយការងារប្រចាំថ្ងៃដូចជាការបោកគក់និងចម្អិនអាហារជាដើមនៅពេលនេះលោកដុល្លារអូឡាវីបាននិយាយថានៅក្នុងទីក្រុងហាវ៉ាណាឥឡូវនេះកាន់តែដាច់ភ្លើងលើសពី22ម៉ោងក្នុងមួយថ្ងៃពលរដ្ឋគុយបាកំពុងតែច្របូកច្របល់និងខឹងសម្បាយចំពោះវិបត្តិគ្មានធម្មពលប្រេងឥន្ធនៈនៅពេលនេះចំពោះសេតវិមានបញ្ហាប្រឈមរបស់ដែនដីនៃកោះគុយបានេះគឺជាឱកាសទៅវិញទេរដ្ឋបាលលោកត្រាំត្រូវគេរាយការណ៍ថាកំពុងតែព្យាយាមបង្ខំឲ្យរដ្ឋបាលគុយបាកែប្រែគោលនយោបាយពីរបបកុម្មុយនីសជារដ្ឋប្រជាធិបតេយ្យទាំងផ្នែកសេដ្ឋកិច្ចនិងនយោបាយហើយបណ្ដេញមេដឹកនាំកម្ពុជារបស់រដ្ឋដែលស្ថិតនៅលើដែនដីនៃកោះនេះចេញប្រសិនបើចង់ស្ដារប្រទេសនេះឲ្យវិលមករកប្រក្រតីភាពឡើងវិញជាងនេះទៅទៀតប្រធានាធិបតីដូណាល់ត្រាំបាននិយាយថារដ្ឋបាលគុយបាកំពុងស្ថិតនៅក្នុងដំណាក់កាលដួលរលំហើយថាលោកកំពុងពិចារណាក្នុងការប្រើប្រាស់កម្លាំងយោធាដើម្បីដណ្ដើមយកដែនដីនៃកោះនេះវិញកាលពីថ្ងៃពុធក្រសួងការបរទេសបានប្រកាសថាសហរដ្ឋអាមេរិកកំពុងផ្តល់ជំនួយចំនួន$100 លានដល់ដែនដីនៃកោះគុយបានេះដើម្បីអនុវត្តកំណែទម្រង់ដ៏មានអត្ថន័យចំពោះប្រព័ន្ធកុម្មុយនីសរបស់ប្រទេសគុយបាការគំរាមកំហែងនេះជំរុញឲ្យមន្ត្រីគុយបាបដិសេធដាច់ខាតនិងខឹងសម្បារចំពោះយុទ្ធនាការដាក់សម្ពាធពីរដ្ឋបាលរបស់លោកដូណាល់ត្រាំមកលើដែនដីនៃកោះគុយបាហើយបានព្រមានត្រឡប់ទៅវិញថាខ្លួននឹងឆ្លើយតបដោយយោធាប្រសិនបើចាំបាច់ប្រឆាំងការប៉ុនប៉ងដណ្ដើមយកដែនដីនៃប្រទេសគុយបានេះពីសំណាក់សហរដ្ឋអាមេរិកនោះ